con cho này là cái mưa khơi dương lọ kia mưa khơi dương lọ của dương bị kia ấy ở cha đây hai bờ kia mưa khơi dương mình lọ của dương mình ban tập lập đầu tư này đâyสำคัญmưa khuôn ai mưa khuôn aiฉลองประจำខ្លួនឯងហើយអ្វីដែលត្រូវធ្វើឲ្យបានជាប្រចាំហ្នឹងគឺត្រូវតែធ្វើឲ្យខ្លួនឯងមានការរីកចម្រើនជាប្រចាំអ្នកខ្លះគឺគាត់តែងតែគិតថាពាក់អណ្ដែនតែអញ្ចឹងខ្លាចអ្នកដទៃគេមើលមកគេថាចេះថាចុះថាកុំគិតពីអ្នកដទៃកុំគិតថាគេថាមិនព្រោះគេមានពេលវេលា24ម៉ោងគេមិនដែលត្រូវគិតមករិះគន់យើងរហូតទេគេមានរឿងផ្សេងទៀតដែលគេត្រូវគិតដែរអញ្ចឹងអញ្ចឹងមិនទៅខ្វល់តែអ្នកដទៃគិតមិនទេរឿងមួយដែលខ្ញុំតែងតែរំលឹកខ្លួនឯងហើយនឹងតែងតែដាស់តឿនទៅដល់ក្មួយហើយនឹងបងប្អូនរបស់ខ្ញុំគឺតាក់ទងជាមួយនឹងការរស់នៅប្រចាំថ្ងៃកុំគិតតែពីរឿងគេកុំគិតតែពីរឿងអ្នកដទៃគិតបែបណាចំពោះយើងត្រូវគិតពីខ្លួនឯងមុនគិតថាតើយើងមានសមត្ថភាពប៉ុណ្ណាយើងមានលទ្ធភាពប៉ុណ្ណាយើងជាមនុស្សបែបណាយើងមានប៉ុណ្ណាកុំគិតចង់ឲ្យគេមើលមកយើងថោកពេកចង់ឲ្យគេមើលមកយើងល្អចង់ឲ្យគេសរសើរអាសម្បកខាងក្រៅរបស់យើងនឹងតាក់ទងជាមួយនឹងលទ្ធភាពតាក់ទងនឹងសមត្ថភាពត្រូវមើលខ្លួនឯងហើយកុំចង់ឲ្យគេមើលឃើញថាអូយើងវាអស្ចារ្យយើងវាត្រូវបានគេសរសើរអីមិនបាច់ទេមិនចាំបាច់ទេឧទាហរណ៍ទៅជាការស្លៀកពាក់នេះការរស់នៅប្រចាំថ្ងៃអ្វីដែលអ្នកដទៃមើលឃើញគឺអាចសម្បកខាងក្រៅប៉ុន្តែនៅខាងក្នុងគឺយើងដឹងខ្លួនឯងថាយើងជាមនុស្សមិនហើយតែต้องការស្លៀកពាក់មានប៉ុណ្ណាស្លៀកប៉ុណ្ណឹងខោអាវបើសិនជាយើងស្លៀកយើងចេះថែរក្សាវាស្លៀកបានយូរមិនចាំបាច់ទៅដេញតាមសេរីទេនេះនិយាយនៅក្នុងលក្ខខណ្ឌដែលយើងអត់សូវមានលទ្ធភាពហើយនៅពេលដែលចង់បានរបស់អីមួយយកមកបន្ថែមឲ្យខ្លួនឯងហ្នឹងគឺត្រូវគិតមើលថាតើខ្លួននេះខាងក្នុងនេះសមត្ថភាពរបស់យើងនឹងយើងបានពង្រឹងដើម្បីសះសំនឹងទទួលបានរបស់ខាងក្រៅនឹងហើយនៅចង់បានប្រជើងថ្មីចង់បានខោអាវថ្មីចង់បានស្អីថ្មីមកអ្នកខ្លះគឺគាត់តែងតែគិតថាពាក់អណ្ដែនតែអញ្ចឹងខ្លាចអ្នកដទៃគេមើលមកគេថាចេះថាចង់ថាកុំគិតពីអ្នកដទៃកុំគិតថាគេថាមិនព្រោះគេមានពេលវេលា24ម៉ោងគេមិនមែនត្រូវគិតមករិះគន់យើងរហូតទេគេមានរឿងផ្សេងទៀតដែលគេត្រូវគិតដែរអញ្ចឹងអត់ចាំបាច់ទៅខ្វល់តែអ្នកដទៃគិតមកគេធ្វើអីក៏ដោយសូម្បីតែរាប់តាំងពីការធ្វើពិធីអីផ្សេងទៅហៅថាពីពីឬក៏អីជាក់ស្ដែងនៅក្នុងកម្រិតទម្លាប់ក្រុមគ្រួសារក៏តែងតែគិតមកឲ្យគិតចង់ឲ្យវាធំចង់ឲ្យគេមើលមកថាយើងវាគ្រាន់បើដែរអីអញ្ចឹងណាប៉ុន្តែសួរខ្លួនឯងថាយើងវាពិតជាអញ្ចឹងមែនអត់យើងអត់មានលទ្ធភាពទៅប៉ុណ្ណឹងកុំហត់លោតចាពីព្រោះនៅពេលដែលយើងចាយលុយដែលយើងអត់ទាន់មានណាចាយមុនណាគឺយើងគ្មានកម្លាំងចិត្តនៅក្នុងការរកលុយទេហើយលុយទោះបីជាយើងរកបានតិចតួចឲ្យតែយើងចេះសំចៃយើងចេះចាត់ចែងគឺយ៉ាងណាក៏យើងនៅមានកម្លាំងចិត្តដើម្បីរកវាបន្ថែមតែប្រសិនបើយើងហឹកហាក់ហឹកហាទៅតាមតែលុយដែលយើងមានហ្នឹងបងប្អូនគឺតែមកផ្លែទៅវាអស់ហើយលុយរកបានអត់ស្រួលទេតែបើសិនជាចំណាយហ្នឹងគឺ